ព័ត៌មានទាន់ហេតុការណ៍ហុងកុងជំរុញឲ្យសាកលវិទ្យាល័យនានាទទួលនិស្សិតក្រោយសាកលវិទ្យាល័យ Harvard ហាមឃាត់និស្សិតបរទេសបន្តសិក្សាការិយាល័យអប់រំរបស់ទីក្រុងហុងកុងបានអំពាវនាវឲ្យសាកលវិទ្យាល័យនានាក្នុងទឹកដីចិនទទួលអ្នកមានទេពកោសល្យខ្ពស់បន្ទាប់ពីលោកត្រាំហាមឃាត់សាកលវិទ្យាល័យ Harvard មិនឲ្យនិស្សិតបរទេសបន្តសិក្សានេះបើយោងតាមទីភ្នាក់ងារ Reuters ចេញផ្សាយនៅថ្ងៃទី26 ខែឧសភានេះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានដកហូតលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ការចុះឈ្មោះនិស្សិតអន្តរជាតិនិងកំពុងបង្ខំនិស្សិតបរទេសបច្ចុប្បន្នផ្ទេរទៅសាលាផ្សេងទៀតឬបាត់បង់ឋានៈស្របច្បាប់របស់ពួកគេការហាមប្រាមដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំសិក្សា 2025-2026 កើតឡើងនៅពេលដែលរដ្ឋបាលបានលើកឡើងថាសាកលវិទ្យាល័យ Harvard បានជំរុញប្រឆាំងនឹងសាសនានិងសម្របសម្រួលជាមួយនឹងបកកុម្មុយនីសជនជាតិចិនមានចំនួនប្រហែល 1/5 នៃនិស្សិតបរទេសរបស់សាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ 2024 ការិយាល័យអប់រំបានអំពាវនាវភ្លាមដល់សាកលវិទ្យាល័យទាំងអស់ក្នុងទីក្រុងហុងកុងឲ្យដាក់ចេញនូវវិធានការសម្របសម្រួលអ្នកដែលមានសិទ្ធិក្នុងគោលបំណងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និស្សិតនិងអ្នកប្រាជ្ញនិងដើម្បីទាក់ទាញអ្នកមានទេពកោសល្យខ្ពស់យ៉ាងណាក៏ដោយសាលារៀននិងសាកលវិទ្យាល័យក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុឥឡូវនេះមានកាតព្វកិច្ចក្នុងការបញ្ជូនប្រធានបទសន្តិសុខជាតិនិងស្នេហាជាតិទៅក្នុងការអប់រំរបស់ពួកគេដោយនាំពួកគេឲ្យទៅកាន់ចិត្តស្និទ្ធជាមួយនឹងការអប់រំនៅក្នុងប្រទេសចិនដីគោក